ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីគន្លឹះនៃការប្រើប្រាស់ខ្មែរ SMM ដើម្បីទទួលបាន like និង share ច្រើននៅលើ content យ៉ាងងាយស្រួលឧទាហរណ៍ថាសម្រាប់វីដេអូនេះដែរគឺខ្ញុំនឹងធ្វើការដាក់ share ទៅលើវីដេអូ Facebook របស់បងប្អូនសម្រាប់ការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link វីដេអូណាមួយរបស់បងប្អូនយកទៅផាសនៅក្នុង website គឺជាការស្រេចហើយសម្រាប់ការធ្វើនឹងដែរគឺបងប្អូនអត់ចាំបាច់ភ័យឬក៏បារម្ភថានៅពេលដែលបងប្អូនបានធ្វើការបញ្ជាទិញទៅលើសេវាកម្មណាមួយហើយអត់ដំណើរការទេបងប្អូនសម្រាប់សេវាកម្មដែលមាននៅខាងក្នុង website នឹងដែរគឺសុទ្ធតែដំណើរការទាំងអស់បងប្អូនប៉ុន្តែសេវាកម្មនីមួយៗគឺខុសគ្នាត្រង់ថាសេវាកម្មខ្លះអាចនឹងលឿនហើយសេវាកម្មខ្លះអាចនឹងយូរជាងបងប្អូនអញ្ចឹងកុំអោយវែងឆ្ងាយយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងណាបងប្អូនជាដំបូងបងប្អូនអាចចូលទៅក្នុង page ឬក៏ក្នុង account របស់បងប្អូនហើយបន្ទាប់មកទៀតបងប្អូនធ្វើការជ្រើសរើសវីដេអូណាមួយដែលបងប្អូនចង់ធ្វើការដាក់ share ដើម្បីធ្វើការ copy link ដើម្បីអាចធ្វើការ copy link បានបងប្អូនឃើញសញ្ញាទ្រាប3ដែលនៅខាងស្ដាំដែរហើយនៅខាងលើនឹងអត់បងប្អូនចុចទៅលើសញ្ញាទ្រាប3នឹងមកបន្ទាប់មកទៀតបងប្អូនបន្តចុចនៅលើពាក្យ copy link បន្ទាប់ពីបានធ្វើការ copy link ហើយបងប្អូនអាចធ្វើការចេញពីក្នុង account Facebook របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែចូលតាមរយៈ browser ណាមួយដែលបងប្អូនមានបើសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome បានដូចគ្នាណាបងប្អូនហើយមួយទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាឧទាហរណ៍ថាសម្រាប់ខ្ញុំផ្ទាល់នៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងចូលតាមរយៈ Google របស់បងប្អូនបន្ទាប់មកទៀតបងប្អូនគ្រាន់តែ search ពាក្យថាខ្មែរ SMM អូខេបងប្អូនចុចនៅលើសញ្ញា search នៅខាងក្រោមនឹងមកហើយនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងបងប្អូនអញ្ចឹងបងប្អូនធ្វើការចុចនៅតាម link នឹងមកដើម្បីចូលទៅក្នុង website របស់យើងផ្ទាល់តែម្ដងសម្រាប់ website របស់យើងគឺមានទម្រង់បែបនេះណាបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការចុះឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនចុចនៅតាម link មុននឹងនោះនឹងចេញជាផ្ទាំង website បែបនេះមកឲ្យបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់បានធ្វើការចុះឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុះឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបាននៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម Facebook គឺការបង្កើន share ទៅលើវីដេអូ Facebook អញ្ចឹងជាដំបូងបងប្អូនធ្វើការចុចនៅលើ logo Facebook នេះសិនមកបន្ទាប់មកទៀតបងប្អូនអូសមកក្រោមបន្តិចដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង Facebook បងប្អូនប៉ុន្តែបងប្អូនអូសមកក្រោមទៀតមកដើម្បីរកមើលពាក្យ Facebook ហើយនឹង share បន្ទាប់មកទៀតបងប្អូនចុចទៅលើពាក្យ Facebook ហើយនឹង share នឹងមកបងប្អូនចំណុចបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមកតង់ទៀតសម្រាប់កន្លែងនេះដែរគឺយើងមានចាប់ពីសេវាកម្មដែលមានតម្លៃធូរថ្លៃរហូតដល់សេវាកម្មដែលមានតម្លៃខ្ពស់បងប្អូនសម្រាប់សេវាកម្មដែលមានតម្លៃកាន់តែថ្លៃគុណភាពរបស់សេវាកម្មនឹងក៏កាន់តែល្អណាបងប្អូនអញ្ចឹងសម្រាប់សេវាកម្មទាំងអស់នឹងដែរបងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសនៅសេវាកម្មមួយនឹងបានអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់បើសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលមាន ID កូដ25 34 Facebook Post Share Nandra បងប្អូនសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល21នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងលទ្ធផលហើយបងប្អូនចំណុចបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកបងប្អូនសម្រាប់បងប្អូនដែលអត់បានធ្វើការ copy link ទេបងប្អូនក៏អាចចូលទៅក្នុង page ឬក៏ក្នុង account Facebook របស់បងប្អូនហើយបន្ទាប់មកទៀតបងប្អូនជ្រើសរើស post ណាមួយដែលបងប្អូនចង់បង្កើន share ហើយបន្ទាប់មកទៀតបងប្អូនធ្វើការ copy link ដើម្បីយកមកផាសនៅក្នុង website នេះវិញណាបងប្អូនសម្រាប់របៀបនៃការផាស link នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែសកត់ទៅលើប្រអប់ link នោះនឹងលោតអក្សរផាសមកអញ្ចឹងបងប្អូនចុចទៅលើអក្សរផាសហ្នឹងទៅគឺបងប្អូនអាចផាស link នឹងបានហើយបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែង quantity សម្រាប់កន្លែងនឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន share ដែលបងប្អូនចង់បានសម្រាប់កន្លែងនឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី10 share ទៅដល់ 10m share បងប្អូនអញ្ចឹងនៅចន្លោះតួលេខនឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែបងប្អូនត្រូវចាំថាបងប្អូនអាចដាក់តិចបំផុតគឺត្រឹមតែ10 share ទេបងប្អូនឧទាហរណ៍ថាសម្រាប់ខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនអញ្ចឹងខ្ញុំអត់ដាក់ច្រើនទេបងប្អូនគឺខ្ញុំដាក់ត្រឹមតែ10 share ទេបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនមើលបន្ទាប់នៅកន្លែងឆាកសម្រាប់កន្លែងនឹងដែរគឺវានឹងធ្វើការគិតលុយស្រាប់ៗឲ្យបងប្អូនតែម្ដងថានៅពេលដែលបងប្អូនដាក់ចំនួនប៉ុណ្ណេះតើបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានណាបងប្អូនឧទាហរណ៍ថាខ្ញុំដាក់ចំនួន10 share អញ្ចឹងនៅកន្លែងឆាកនឹងដែរគឺវានឹងលោតចំនួនលុយស្រាប់ៗមកឲ្យតែម្ដងថាអស់0.012 សេនណាបងប្អូនសម្រាប់10 share គឺអស់ត្រឹមតែប៉ុណ្្នឹងទេបងប្អូនគឺថាមានតម្លៃធូរថ្លៃខ្លាំងមែនទែនប៉ុន្តែសម្រាប់កន្លែងឆាកនឹងដែរគឺវាអត់នៅថេររហូតទេបងប្អូនគឺវានឹងមានការប្រែប្រួលអាស្រ័យទៅលើចំនួន share ដែលបងប្អូនបានធ្វើការដាក់ខាងលើឧទាហរណ៍ថាបងប្អូនដាក់ចំនួនលើសពី10បងប្អូនដាក់20 100ឬក៏ 1k 2k អញ្ចឹងបងប្អូនអញ្ចឹងនៅកន្លែងឆាកនឹងដែរគឺវានឹងប្រែប្រួលអាស្រ័យទៅលើបរិមាណដែលបងប្អូនបានដាក់នៅខាងលើបន្ទាប់ពីបងប្អូនបានធ្វើការដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលនៅសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសនៅខាងលើនឹងថាត្រឹមត្រូវអស់ហើយឬនៅបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាចំណុចទាំងអស់នឹងត្រឹមត្រូវអស់ហើយបងប្អូនអាចធ្វើការចុចនៅលើពាក្យ submit នេះបានបន្ទាប់ពីបងប្អូនបានធ្វើការចុចនៅលើពាក្យ submit នោះហើយនោះនឹងលោតជាវិក័យប័ត្របែបនេះមកឲ្យបងប្អូនគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេលត្រឹមតែ21នាទីនោះនឹងដឹងលទ្ធផលឲ្យបងប្អូនប៉ុន្តែនៅក្នុងកំឡុងពេលរងចាំនឹងដែរគឺខ្ញុំអត់តម្រូវបងប្អូននៅក្នុង website នឹងទេគឺបងប្អូនអាចធ្វើការ clear website ចេញបានហើយសម្រាប់វីដេអូអំពីគន្លឹះ
នៃការបង្កើន share ទៅលើវីដេអូ Facebook ក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់ទាន់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានណាបងប្អូនហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្ដីរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ